សូមកុំផ្ដោតសំខាន់តែនៅលើការស្លៀកពាក់តុបតែងខ្លួនសម្បកខាងក្រៅខ្លាំងជ្រុលជាមួយនឹងសម្លៀកបំពាក់ដែលមិនស័ក្តិសមនឹងរូបរាងកាយរបស់អ្នកនិងមិនត្រូវទិញសម្លៀកបំពាក់ច្រើនលើសលប់ហួសពីតម្រូវការជាក់ស្ដែងអ្នកត្រូវដឹងថាឥឡូវនេះអ្នកកំពុងតែដើរតួនាទីជាឧត្តមភរិយានិងជាមេដារបស់កូនអ្នកដូច្នេះការជ្រើសរើសយកសម្លៀកបំពាក់ដែលស័ក្តិសមជាមួយនឹងរូបរាងកាយព្រមជាមួយនឹងវ័យរបស់អ្នកគឺពិតជាមានសារៈសំខាន់ខ្លាំងជាងការព្យាយាមផ្លាស់ប្ដូរម៉ូដសម្លៀកបំពាក់ជាប្រចាំតួយ៉ាងមានស្ត្រីមួយចំនួនតូចពួកនាងមានសម្លៀកបំពាក់ច្រើនខ្លាំងគោពេញតួដាក់អត់អស់ហើយនៅតែព្យាយាមទិញទៀតសម្លៀកបំពាក់នីមួយៗរបស់ពួកនាងស្លៀកតែម្ដងពីរដងគឺឈប់ស្លៀកហើយទាំងអស់នេះគឺជាការខ្ជះខ្ជាយនៅថវិកានិងពេលវេលានៅក្នុងការដើរទិញនៅម៉ូដសម្លៀកបំពាក់ប្លែកៗថ្មីៗជាប្រចាំផ្ទុយមកវិញអ្នកគួរតែប្រើប្រាស់ពេលវេលានិងថវិកាដែលបានខ្ជះខ្ជាយទៅលើការទិញសម្លៀកបំពាក់លើសលប់ហួសពីតម្រូវការអស់ទាំងនេះយកមកអភិវឌ្ឍខ្លួនឲ្យប្រសើរឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃដោយការព្យាយាមសិក្សារៀនសូត្របន្ថែមនៅចំណេះដឹងប្លែកថ្មីឲ្យដល់ខ្លួនឯងស្វែងរកការងារធ្វើសន្សំប្រាក់ទុកសម្រាប់បង្កើតមុខរបរអាជីវកម្មតូចមួយឲ្យដល់ខ្លួនឯងដើម្បីឲ្យខ្លួនអ្នកអាចក្លាយទៅជាស្ត្រីដែលមានភាពឯករាជ្យខាងផ្នែកហិរញ្ញវត្ថុហាត់ប្រាណយករូបរាងកាយស្រស់ស្អាតសង្ហានិងមើលថែរក្សាសុខភាពផ្លូវកាយនិងសុខភាពប្រដាប់បន្តពូជរបស់អ្នកឲ្យបានល្អប្រសើរ